ខ្ញុំមានសំណួរតាក់ទងទៅនឹងតឡាករមួយចំនួនដែលបន្ទាប់ពីលោករ៉ូប៊ីនអាមរីនចាក់ចែងទៅដូចជា Bruno ឃើញមួយរយៈនេះឃើញព័ត៌មានគឺគេផុសច្រើនគេព្រួយបារម្ភហើយណាមួយខ្ញុំអានព័ត៌មានឃើញថា Man U ក៏ខ្លាចបាត់បង់ Bruno ក្រោយចប់រដូវកាលដែរបាទបងមើលពីចក្ខុវិស័យរបស់ Bruno ណាបាទអាចបន្តនៅ Man U ឬក៏យ៉ាងណាដោយសារតែបច្ចុប្បន្នគឺ Man U កំពុងតែមានភាពចលាចលមែនទែនរឿងរ៉ាវតាក់ទងទៅនឹងថ្នាក់ដឹកនាំមានលោកអី Jackson Wilcock មានលោក Omar Berda មានលោក Sir Jim អញ្ចឹងទៅតាក់ទងទៅនឹងបងមនីបងម៉ៅបងតារុងយើងរឿងស៊ីហ៊ុនអីទៅបាទស៊ីហ៊ុនស៊ីថ្លាមអីបាទបើទៅអាច Man U អាចរក្សា Bruno ឬក៏យ៉ាងណាព្រោះកាលពីម្សិលមិញឃើញព័ត៌មានផុសមកក៏មានការចាប់អារម្មណ៍ពីក្លឹបមួយចំនួនដែរដូចជាបើយន់និចអីដែរបាទតែដល់ឆ្លើយបើខ្ញុំគិតថាខ្ញុំឆ្លើយបានក៏ប៉ុន្តែយើងស្មានអត់ត្រូវថា6ខែនេះបើឥឡូវខ្ញុំអាចឆ្លើយបានថាអត់ទេអត់លក់ទេបាទក៏ប៉ុន្តែផុតពីនេះទៅគឺមានភាគរយអាចនឹងលើសពី 50% គេថាបានបាទព្រោះឥឡូវហ្នឹងទៅដល់ដៃរដូវកាល Bruno នៅមានតម្លៃខ្លួន Bruno អត់ក្រោមចិត្តអត់ក្រោម80លានផោនទេអត់នៅមានតម្លៃខ្លួនមកថាទៅអារ៉ាប់ឬក៏អលីកអឺរ៉ុបផ្សេងៗឥឡូវហ្នឹងនៅមាន70 80អីខ្ញុំគិតថានៅមាននៅអឺរ៉ុបក៏ប៉ុន្តែដាច់រដូវកាលខ្ញុំគិតថាដល់ប៉ុណ្្នឹងឯង50 ប៉ុណ្្នឹងក៏ប៉ុន្តែនៅអារ៉ាប់អាចបានបាទ80 90បើយន់អាមេរិកគេហៀតដូចជាឲ្យ58បាទប៉ុណ្ណឹងបាទព័ត៌មាននេះខ្ញុំមើលឃើញដែរកាលពីដូចជាបាទយប់មិញម្សិលមិញហ្នឹងក៏ប៉ុន្តែអ្វីដែលបើយើងមើលឃើញពីសាយខាង Man U វិញដែលសាយយកអត់បានតាមដានខាងគេដែរអាហ្នឹងក៏វាតាក់ទងមួយប្រធានបទខ្ញុំដែរដែលខ្ញុំថានឹងសួរបងមនីហ្នឹងណាបាទក៏តែឥឡូវអត់ទាន់សួរបកស្រាយមួយសិនបាទបីសាយក្រហមគ្មានកម្រងកម្រងលក់ក៏គ្មានដែរក៏ប៉ុន្តែបើសិនជាត្រូវថ្លៃអាចលក់អ្វីដែលខ្ញុំមើលឃើញគឺបីសាយក្រហមគ្មានកម្រងទិញខ្សែបម្រើបាទដោយសារតែការមុនការប្រជុំតិចទៀតគាត់នឹងប្រជុំហើយតិចទៀតគាត់ប្រជុំដោយមានចំណងជើងការប្រជុំហ្នឹងថាជាការប្រជុំត្រៀមដើម្បីប៉ះមេធីដោយមានលោក Carrick ដែរគាត់អត់ប្រជុំនៅបារាំងទេហ្នឹងហើយគាត់ប្រជុំនៅ Carrington ឬក៏នៅ Old Trafford យើងអត់ដឹងទេបាទគឺអាចនឹងនិយាយតាក់ទងជាមួយនឹងការប្រកួតផងក៏អាចនឹងនិយាយតាក់ទងជាមួយនឹងការទិញដូរកីឡាករផងព្រោះថាកាលពី3ម៉ោងមុនទៀតគឺមានព័ត៌មានមួយតាក់ទងជាមួយនឹងការទិញដូរកីឡាករដូចចេញពី sport អីគេខ្ញុំភ្លេចបាត់ទៀត sport ស្អីភ្លេចបាត់ហើយអូសាវ៉ានៅអូសាវ៉ាបាទគឺគេនិយាយថា Carrick អត់ទាន់បាននិយាយថាចង់បានកីឡាករបែបណាទេក៏ប៉ុន្តែបេសាយក្រហមនឹងសម្លឹងរកការខ្ចីជើងស្លាប់ឆ្វេងមួយរូបអាយ៉ាបាទអាកន្លែងហ្នឹងគឺធ្វើឲ្យខ្ញុំឆ្ងល់មែនទែនហេតុអីបានស្លាប់ឆ្វេងខ្លួនឯងមកកាណូបាទអានេះយើងពិបាកនិយាយដែរតែស្លាប់ឆ្វេងដែលយើងឲ្យគេខ្ចីនេះគឺគ្រូមុនបាទហើយគ្រូថ្មីនេះបែរជាត្រូវការស្លាប់ឆ្វេងមួយរូបមិនត្រូវការខ្សែបំរើទេអញ្ចឹងកន្លែងនេះខ្ញុំគិតថាគាត់នឹងទុក Bruno សិនបាទគាត់ទុក Bruno ទុក Kobe Menu ហើយអាចនឹងរកស្លាប់ឆ្វេងពិតមែនតែអ្វីដែលយើងមើលឃើញពេលនេះគឺអត់ទាន់ស្លាប់ឆ្វេងខ្សែការពារស្លាប់ឆ្វេងប្រយុទ្ធបាទអញ្ចឹងកន្លែងហ្នឹងតិចទៀតខ្ញុំសួរបងឯងទៀតហើយឥឡូវមកឆ្លើយត្រឹម Bruno ខ្ញុំថាអត់ទេដោយសារហេតុផលប៉ុណ្ណឹងបាទបងមនីមានអីបន្ថែមទេបើតាមទស្សនៈខ្ញុំ Bruno ធ្លាប់បាននិយាយគាត់ថាគាត់ចង់ឈ្នះពានធំមួយនៅជាមួយនឹង Man U បាទគាត់ឈ្នះ FA Cup ហើយគាត់ឈ្នះ Carling Cup ហើយប៉ុន្តែនៅ Premier League នៅ Europa League គាត់2ដងគាត់ប្រាជ័យណាបាទបើគាត់ឈ្នះ Europa League ហើយគាត់ចាញ់នេះនឹងត្រូវបាទតែហើយគាត់ចង់តាមខ្ញុំអាណិតគាត់ដែរបាទគាត់មិនជាប់កម្មពីអីជាមួយនឹង Man U បាទហើយអ្វីដែលគាត់ខំអញ្ចឹងឥឡូវនេះគាត់ចូលវ័យវាសឹងតាវិជ្រេហើយបើ31 32គាត់មើលទៅប៉ុន្តែគាត់នៅមានប្រសិទ្ធភាពគាត់អាចចេញទៅក្រុមដូចជា PSG Bayern ឬក៏ Real ក៏អាចថាបានយើងមើលអត់ឃើញទេបាទខ្ញុំថារដូវកាលក្រោយគាត់អាចនឹងចេញបាទព្រោះខ្ញុំមើលឃើញថាទី1ប្រាក់ខែគាត់ខ្ពស់វ័យហើយការរចនាសម្ព័ន្ធថ្មីនេះគឺគេលែងទុកហើយគេលែងមានគេហៅថាការយោគយល់បាទសាកាយគេយោគយល់ DNA អីទៀតហើយគាត់ក៏មើលទៅដូចជាអស់ហើយខ្ញុំមើលតាមអារម្មណ៍គាត់មិនមែនអស់ហើយគាត់ខ្ជិលលេណាបាទគឺគាត់អស់ប៉ុន្តែគាត់ព្យាយាមគាត់ចាក់ចេញទៅខ្ញុំថាដល់គាត់ចេញគាត់នឹងទៅនៅអឺរ៉ុបគាត់មិនទាន់ទៅអឺរ៉ុបទេខ្ញុំថាគាត់នៅអឺរ៉ុបគាត់អាចចង់ឈ្នះពាន
League និង Champions League អីចឹងណាទៅ Bayern ក៏ជាជំរើសមួយដ៏ល្អដែរបច្ចុប្បន្នកណ្ដាលរបស់ Bayern យើងមើលទៅមាន Kimmich មាន Musiala ហើយណាអូនមួយស្អីក្មេងទៀបនោះអាឡម៉ង់ដែរនោះតែចំនួន Musiala ហ្នឹងក៏ល្អប៉ុន្តែទៅ Bayern គឺវាទៅសបាយបាទផឹកប៊ីយ៉ាគេអាប៊ីយ៉ាធូគេនោះសបាយបាទអញ្ចឹងគឺខ្ញុំថាគាត់ទៅឲ្យបើមើលលើទស្សនៈក្លឹបណាក្លឹបគេដើរតួជាអ្នកចាំឲ្យភ្លើងខៀវបាទបើគាត់មិនទៅទេក៏អត់ទៅបើគាត់ព្រមទៅគាត់បានលុយក្លឹបព្រោះរឿងហ្នឹងគាត់ធ្វើហើយកាលពីដើមរដូវកាលនេះក្លឹបណាតែដោយសារលោកអាម៉ារីននិយាយគ្នាគាត់ទេគាត់បើថាក្លឹបដូចអត់មានគាត់ដូចអត់មានអីផងបាទគេហៅថាចាក់បដោយណាបាទវាបែបហ្នឹងបើខ្ញុំមើលទៅទស្សនៈដូចដរងជាអញ្ចឹងបើលក់ទៅវាបានលុយមកវិញបាទបានលុយរកគួសមដែរហើយអ្នកគ្រប់ត្រគាត់ថាលក់ទៅយើងមិនខ្ញុំសម្រាប់ខ្ញុំលក់ឲ្យតែមែនយូលក់តាំងពី Ronaldo លក់តាំងពី David Beckham Ruud van Nistelrooy អ្នកណា Pogba ហ៎ស្ទើរល្បីត Bruno មួយទៅក៏វាអត់ជាបញ្ហាគាត់ថាយើងអាណិតគាត់បាទតែគាត់មកជាប់កម្មជាប់ពៀជាមួយនឹង Man U តែប៉ុណ្្នឹងទេបាទសូមទៅមើល comment តិចបាទបងសង្ឃឹមប៉ុន្មានភាគរយថាលោក Luis Enrique អាចមកដឹកនាំក្លឹបយើងបានប៉ុន្មានភាគរយនៅរដូវកាលក្រោយខណៈដែលគាត់មិនទាន់បន្តកុងត្រាថ្មីហើយលហ៊ានថាចង់ដឹកនាំក្លឹបដែលឆាឡែងខ្លាំងបាទឆាឡែងនោះវាឆាឡែងមកការប្រកួតប្រជែងខ្លាំងបាទតែមិនមែនមកជួបសម្ពាធខ្លាំងទេបាទឆាឡែងនោះខ្ញុំហាក់គាត់ទៅ Liverpool គឺស័ក្តិសមបាទ Liverpool គឺអែម៉ាគាត់ទៅ Liverpool ហើយស្របពេល Liverpool គេមានលុយចាយបាទហើយកីឡាករបច្ចុប្បន្នក៏ប្រសើរដែរ Liverpool បើគេចង់បានកីឡាករណាល្អគេវាយចេញកីឡាករគេបែនបច្ចុប្បន្នណាដូចគេវាយចេញ Nunes គេវាយចេញណាគេទៀតArnold ខ្សែការពារនោះ Consent ទៅ Leverkusen នោះបាទហ្នឹងក៏អាចហើយឥឡូវនេះគាត់មានសិតតែល្អខ្ញុំថាគាត់មក Liverpool សមជាងមក Man U ហើយមិនមានរឿងកាត់ឡើងឲ្យគាត់មក Man U ហើយបាទព្រោះអំណាច Luis Enrique នេះធំហ่ะហើយមក Man U គឺត្រូវប៉ះហើយគេហៅគ្រូគាត់គេហៅគ្រូរបស់គ្រូគាត់បើអាមេរិកហៅគ្រូគាត់គ្រូរបស់គ្រូទៀតអញ្ចឹង level គាត់ level Jose level Pep ហ្នឹងអញ្ចឹងគឺមកអត់បានទេមកប៉ះគ្នាហើយឆាវឆាវ Luis Enrique មែននេះណាឆាវឆាវដូច Pep អីចឹងណាគាត់ច្បាស់លាស់គាត់ជឿគាត់ស្ដាប់គាត់គឺឈ្នះលទ្ធផលគឺដូច PSG ចឹង PSG ជាក្លឹបមួយដែលបើកសិទ្ធិសេរីចង់ងាប់ហ្នឹងបើមើលតែគាត់ទិញដូរកីឡាករមើលបាទអញ្ចឹងគាត់អាចដូចដរងអញ្ចឹងទៅធ្វើការ marketing មួយនៅ Mau Sport ចុះបាទគេឲ្យដរងចាយលុយមកខែ$2000ធ្វើ marketing តែក្រុមហ៊ុនមួយទៀតក្តី sport ទៅឧទាហរណ៍ណាបាទអត់ឲ្យលុយធ្វើ marketing សោះបើធ្វើដើរអត់មនុស្សធ្លាប់ចាយលុយធ្វើ marketing អាហ្នឹងរឿង logic បាទមានខ្មោចឲ្យទេវាធ្វើបានខ្មោចមិនឲ្យទៅមិនរួចទេបាទពី Man U ទៅគឺมันមានការចាប់អារម្មណ៍ពីគាត់ទេបើនិយាយទៅតែសារព័ត៌មានអាចសារជាប់បើព្រោះតែយើងមើលមកដល់ពេលនេះសូម្បីតែឈ្មោះដែលធ្លាប់ជាបេក្ខភាពចាស់កាលពីមុនក៏រលាយបាត់ទៅអស់វិញដែរដូចជាលោក Gareth Southgate ដែលតំណងជាងគេហ្នឹងក៏បាត់ទៅវិញលោកអីគេឡំហៅច្រឡំ Harry Potter Graham Potter សម្រាប់ឥឡូវនេះយើងមើលឃើញណាសំបីតែគ្រូបង្វឹកថ្ងៃមុនដែលជំនួសអាមេរិកហ្នឹងក៏បាត់ឈ្មោះទៅវិញដែរណាក៏ដូចជា Glasner ដូចជាអីណាអញ្ចឹងណា Maresca ហ្នឹងក៏បាត់ទៅវិញដែរបើខ្ញុំមើលការ live stream របស់លោក Fabrizio កាលពីម្សិលមិញគឺគាត់ហ៊ានយកលោក Thomas Tuchel មកនិយាយបាទគាត់ថាជា priority ដែលរឿងវាអាចកាត់ឡើងមែន Tuchel ហ្នឹងធំTuchel ហ្នឹងក៏ប៉ិន level គាត់ប៉ិនEnrique ដែរធំខ្ញុំឃើញ Tuchel គាត់ធ្លាប់មាន podcast ជាមួយក្រុមសារព័ត៌មានគាត់និយាយល្អពី Man U គាត់ធ្លាប់បានន័យថានិយាយអីដែលថាផ្សារភ្ជាប់ជាមួយបិសាយក្រហមបាទហើយយើងមើលទៅការដឹកនាំរបស់គាត់គឺគាត់មានភាពច្បាស់លាស់ត្រឹមត្រូវល្អហើយគ្រូផ្សេងទៀតក៏ដូចគ្នាដែរក៏ប៉ុន្តែបើយើងមើលទៅគាត់បានន័យថាទទួលស្គាល់ថាគាត់គឺជាគ្រូដែលមានសមត្ថភាពដឹកនាំក្លឹបធំមួយបានអញ្ចឹងណាហើយសម្រាប់ព័ត៌មានគាត់ជាមួយនឹង Man U ហ្នឹងវាតាំងពីមុនគាត់ទៅដឹកនាំ Chelsea ទៀតលោក Thomas Tuchel ហ្នឹងបាទក៏ប៉ុន្តែយើងអត់ដឹងថាយ៉ាងម៉េចយ៉ាងម៉ាទេរឿងលក្ខខណ្ឌរឿងអីក៏យើងវាអត់ច្បាស់លាស់ដូចគ្នាដែរបាទត្រឡប់មក Enrique វិញខ្ញុំក៏យល់ស្របបងនេះដូចគ្នាបាទ